សួស្តីមកដល់គ្នាជួបជាមួយខ្ញុំរតន័យនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តវេទមន្តដ៏អស្ចារ្យរបស់ប្រទេសកូរ៉េមួយមកទៅកាត់សម្រែសម្រាប់គ្នាយើងរឿងនេះគឺនិយាយអំពីចំនួនបុរាណហ្នឹងគឺមានពួក Goblin ដូចជាបិសាចចឹងដែលអុកលុកភពផែនដីរបស់យើងចឹងណាប៉ុន្តែក៏មានក្រុម Crusader ដ៏អស្ចារ្យចេញបង្ក្រាបពួក Goblin ទាំងអស់នោះយ៉ាងណាក៏ដោយ Crusader ហ្នឹងដូចជាមិនអាចបង្ក្រាប Goblin បានទេហើយយើងអត់ដឹងមូលហេតុអីឡើយនេះមិនចេះណាអញ្ចឹងដើម្បីឲ្យវែងឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងអញ្ចឹងតាំងពីយូរយារណាមកហើយអំបូរពួកបិសាចដែលត្រូវបានគេហៅថា Goblin ហ្នឹងគឺអាចរស់នៅជាមួយមនុស្សបានដ៏ស្ងប់សុខហ្នឹងព្រោះតែពួកគេត្រូវបានទេវតាឃុំឃាំងខ្លួនហើយអ្នកដែលឃុំឃាំងខ្លួនពួក Goblin ទាំងអស់ហ្នឹងគឺជា Archgod បាទខ្ញុំហៅគាត់ថាទេវតាតែម្ដងអញ្ចឹងទៅហើយដើម្បីអាចឃុំឃាំងខ្លួនពួក Goblin នោះបានទេវតារបស់យើងគឺគាត់ប្រើពេលរហូតដល់3000ថ្ងៃដើម្បីផ្លុំខ្លុយវេទមន្តរបស់គាត់អញ្ចឹងថ្ងៃទី3000គឺជាថ្ងៃបញ្ចប់ដែលទេវតារបស់យើងនឹងឃុំឃាំងខ្លួនរបស់ពួក Goblin ដូច្នេះហើយទ្វារគុកហ្នឹងគឺទៅតែបើកដល់ថ្ងៃ3000ហ្នឹងយ៉ាងណាក៏ដោយវាជាអកុសលគ្រូសិលនៃសាសនាតាវ3នាក់ហ្នឹងបានបើកទ្វារមុនមួយថ្ងៃដូច្នេះការបើកទ្វារខុសថ្ងៃបែបនេះបានធ្វើឲ្យពួក Goblin ទាំងអស់ហ្នឹងបង្កសង្គ្រាមជាមួយនឹងទេវតាខ្លុយទឹករបស់យើងហើយ Goblin ជាច្រើនអ្នកក៏នាំគ្នាធ្វើសង្គ្រាមបន្តទៀតដើម្បីដណ្ដើមយកខ្លុយវេទមន្តនោះចំពោះទេវតាខ្លុយទឹករបស់យើងផ្ទាល់នៅពេលដែលគាត់បាត់ខ្លុយពីក្នុងដៃរបស់គាត់ធ្វើឲ្យព្រលឹងវិញ្ញាណរបស់គាត់រលាយហើយធ្លាក់មកក្នុងភពផែនដីហើយគេនិយាយតគ្នាថាទេវតាខ្លុយទឹករបស់យើងនឹងពូននៅក្នុងខ្លួនមនុស្សណាម្នាក់លើភពផែនដីនេះរួចហើយយើងក៏កាត់មកដល់ពេលបច្ចុប្បន្នវិញលោកអ៊ំម្នាក់គាត់អង្គុយនៅលើកៅអីរបស់គាត់ហ្នឹងក៏មានអ្នកគ្រូពេទ្យថាអញ្ចឹងមានលោកសង្ឃអស្ចារ្យម្នាក់ហ្នឹងចាប់ Goblin បានហើយក៏យកខ្លុយហ្នឹងមកវិញរួចហើយលោកពូនៅលើកៅអីហ្នឹងគាត់និយាយថាគាត់នឹងឯងគឺជាលោកសង្ឃម្នាក់នោះប៉ុន្តែយើងមិនដឹងទេថាលោកសង្ឃដែលអង្គុយនៅលើកៅអីហ្នឹងគាត់មានជំងឺអ្វីដែលគាត់នៅក្នុងមន្ទីរពេទ្យបែបនេះហើយអ្នកគ្រូពេទ្យគាត់ក៏សើចដែរទៅលោកសង្ឃរបស់យើងគាត់នៅតែបន្តទៀតថាតាមពិតទៅហ្នឹងគាត់គឺជាទេវតាដែលគាត់នឹងមានអាយុអមតៈមកដល់សប្តាហ៍ថ្ងៃបានរួចគាត់ក៏បន្តសាច់រឿងរបស់គាត់តាំងពី500ឆ្នាំមុននៅក្នុងជំនាន់ជូសិននិយាយទៅគ្នាគ្រូសិលរបស់គាត់នឹងមាន3នាក់ឥឡូវនេះពួកគាត់ទាំង3នាក់កំពុងតែធ្វើដំណើរមកជួបជាមួយនឹងកំពូលគ្រូសិលម្នាក់ទៀតដែលគាត់មានឈ្មោះថា Hardam លោកគ្រូសិល Hardam របស់យើងនឹងគាត់គឺជាលោកគ្រូពេទ្យហើយលោកយាយម្នាក់នឹងបានមិនដឹងជាត្រូវជាសាច់ឈាមគាត់នឹងមួយក៏យ៉ាងណាទេគាត់ត្អូញត្អែថាអូយខ្ញុំក៏ឈឺដែររួចហើយកូនសិលរបស់គាត់ទាំង3នាក់នឹងមកដៃទទេហើយរងរបួសជាទម្ងន់ទៀតពួកគេទាំង3នាក់នឹងត្រូវចាប់បុរសម្នាក់យើងមិនដឹងថាចាប់នរណាទេប៉ុន្តែបុរសម្នាក់នឹងវាយរហូតដល់សិស្សរបស់គាត់នឹងមានរបួសពេញខ្លួនបន្តមកទៀតកំពូលគ្រូសិល Hardam របស់យើងក៏បានមកជួបជាមួយនឹងគ្រូសិលទាំង3នាក់ហ្នឹងហើយក៏និយាយថាគាត់នឹងបានបញ្ជាឲ្យសិស្សរបស់គាត់នឹងទៅចាប់គ្រូសិលចង្រៃយកណាមួយដែលបានបោកព្រះអង្គហ្នឹងហ៊ានបោកដល់ស្ដេចទេគ្រូសិលប៉ុន្តែត្រឡប់មកវិញគឺចាប់អត់បានលោកគ្រូសិល Hardam ក៏និយាយថាមូលហេតុគឺដោយសារតែនរណាគេ3នាក់ថាខ្លួនឯងជាទេវតានឹងទៅបើកទ្វារកន្លែងដែលទេវតាខ្លុយទឹកកំពុងតែខំខាំងខ្លួនរបស់ពួកបិសាច Goblin ហ្នឹងបើកខុសថ្ងៃតែហើយបើពួកគ្រូសិលទាំង3នាក់នេះគាត់ក៏ឆ្លក់ទឹកបាទអញ្ចឹងប្រហែលជាពួកគាត់នឹងឯងដែលជាអ្នកបើកទ្វារខុសថ្ងៃនឹងឯងដែលធ្វើឲ្យពួកបិសាចចេញមកអញ្ចឹងព្រះអង្គគាត់ក៏ភ័យដូច្នេះហើយនឹងបានជាគ្រូសិលម្នាក់ដែលយើងអត់ទាន់ស្គាល់នឹងបោកប្រាស់ព្រះអង្គហើយធ្វើឲ្យព្រះអង្គខឹងអញ្ចឹងយើងត្រូវដឹងបាទបន្ទាប់ពីទ្វារនឹងបើកខុសថ្ងៃក៏មានពួក Goblin ខ្លះនឹងចេញមកខាងក្រៅពួកវាក៏បន្លំខ្លួននៅជាមួយមនុស្សចំណែកឯទេវតាខ្លុយទឹកយើងមិនដឹងថាគាត់នៅក្នុងខ្លួននរណានោះទេទាំងទេវតារួមជាមួយនឹងពួក Goblin នឹងអ្នកខ្លះអត់ដឹងប្រវត្តិរបស់ខ្លួនឯងឬមួយក៏ចាំជាតិអីឡើយដូច្នេះក្រុមគ្រូសិលទាំង4នាក់យើងនេះបាទពួកគេក៏ត្រូវតែសហការគ្នាដើម្បីការពារសុខសុវត្ថិភាពនៃអាណាចក្រទាំងមូលហើយក៏មានពាក្យចចាមរាមនិយាយថាមានតែអ្នកដែលជាម្ចាស់ខ្លុយទឹកទេដែលអាចគ្រប់គ្រងពួក Goblin ដ៏អស្ចារ្យនោះបានអញ្ចឹងលោក Hardam របស់យើងរួមជាមួយនឹងគ្រូសិលទាំង3នាក់ហ្នឹងពួកគេត្រូវតែទៅធ្វើដំណើរទៅជួបជាមួយនឹងបរិសម្នាក់ដែលបរិសម្នាក់ហ្នឹងបានបោកដល់ស្ដេចផងហើយបានប្រើព្រួយដើម្បីកម្ចាត់ពួក Goblin ផងអញ្ចឹងសាច់រឿងហ្នឹងវាមិនបានជាលោក Hardam របស់យើងចង់ចាប់ខ្លួនអ្នកដែលជាម្ចាស់យ័ន្តហ្នឹងដូច្នេះយើងបកទៅកាន់ពេលអតីតកាលសិនឥឡូវលោកគ្រូសិលទាំង3នាក់រួមជាមួយនឹងលោក Hardam របស់យើងហ្នឹងកំពុងតែតាមពិនិត្យមើលគោលបំណងរបស់ពួកគេគឺតាមស្វែងរកខ្លុយវេទមន្តហ្នឹងហើយពួកគេទាំង3នាក់ហ្នឹងចង់ឲ្យកំពូលគ្រូសិល Hardam របស់យើងជាអ្នកមើលថែខ្លុយនោះក្រោយមកលោកគ្រូសិលម្នាក់គាត់នៅលើដំបូលនេះក៏ស្រែកថាអ្នកទាំងអស់គ្នាមាន Goblin នៅក្បែរនេះឃើញដូចនោះលោក Hardam របស់យើងគាត់ក៏បានបាញ់ព្រួយរបស់គាត់ដើម្បីសម្លាប់ Goblin ហ្នឹងប៉ុន្តែក៏វាមានព្រួយត្រឡប់មកវិញដែលព្រួយហ្នឹងគឺមានយ័ន្តបាទយ័ន្តហ្នឹងគឺតាក់ទងនឹងបរិសដែលបានបោកប្រាស់ព្រះអង្គនឹងឯងគ្នាយើងកូនសិស្សរបស់លោកគ្រូ Hardam ក៏និយាយថាម្ចាស់យ័ន្តនេះមានឈ្មោះថាអ៊ូជីអញ្ចឹងមិនក៏ព្រួយរបស់ហ៊ូជីហ្នឹងបាញ់មកចំលោកគ្រូយើងអញ្ចឹងម៉ែយើងក៏បកទៅកាន់ពេលអតីតកាលមកតង់ទៀតឥឡូវស្ដេចនៃអាណាចក្រជូសិនហ្នឹងកំពុងតែទទួលទេវតាដ៏អស្ចារ្យមួយដែលជាអ្នកបើកទ្វារគុករបស់ពួក Goblin ហ្នឹងគ្នាយើងទេវតាហ្នឹងចុះមកហ្នឹងក៏សួរព្រះអង្គថាមានឲ្យមាសឲ្យប្រាក់ចំណីអាហារអីទៅកាន់កន្លែងដែលមានគ្រោះរាំងស្ងួតអត់ព្រះអង្គក៏ឆ្លើយថាបាទទូលបង្គំបានផ្ញើទៅហើយទេវតាយើងហ្នឹងគាត់ថាគាត់នឹងការពារពួកគេហ្នឹងពី Goblin អីអញ្ចឹងទៅណារួចហើយហ្នឹងក៏ឲ្យក្រុមលេងភ្លេងលេងបទញាក់អញ៉ៃពេញនោះទេវតាគាត់ក៏បង្ហាញរូបគំនូមួយដែលគាត់ជាអ្នកគូអីអញ្ចឹងគាត់និយាយអញ្ចឹងហើយមានរូបផ្សេះក្នុងហ្នឹងព្រះអង្គថាទេសភាពស្អាតណាស់តែវាទៅតែរូបផ្សេះហ្នឹងទេវតាក៏
ก็ប្រាប់ថានឹងហើយសេះនឹងគឺជាសេះសម្រាប់គ្រូសិលវូឈីព្រះអង្គថានឹងហើយសម្រាប់គ្រូសិលវូឈីរួចព្រះអង្គទៅដឹងថាចាញ់បោកវូឈីរបស់យើងគាត់ក៏ប្រែកាឡាមកជាធម្មតាវិញហើយទេវតាដែលហោះហើរមកជាមួយគាត់នឹងគឺជាអំបោសបាទគាត់បានប្រើយន្តរបស់គាត់ដើម្បីបំភាន់ភ្នែកវូឈីក៏ថាអូយឈ្មោះខ្ញុំល្បីឯងសូម្បីតែស្ដេចក៏ស្គាល់ដែរខ្ញុំអាចគ្រប់គ្រងខ្យល់ខ្ញុំអាចគ្រប់គ្រងភ្លៀងហើយក៏អាចធ្វើដំណើរបែងភាគបានយ៉ាងលឿនយើងមកទីនេះគឺដើម្បីប្រាប់អ្នកទាំងអស់គ្នាថាស្ដេចពួកឯងនេះអត់បានបំរើប្រជាជនដែលកំពុងតែរងទុក្ខនោះទេអញ្ចឹងយើងមកជួយដោះស្រាយឲ្យក្រុមប្រជាជនដ៏គួរឲ្យអាណិតទាំងអស់នោះនិយាយចប់វូឈីរបស់យើងគាត់ក៏បានហោះចូលទៅក្នុងរូបគំនូររបស់គាត់ហើយក្តាររូបគំនូរហ្នឹងក៏ហោះទៅជាមួយខ្យល់ដែរទៅស្ដេចគាត់ខឹងខ្លាំងមែនទែនគាត់ក៏បាននិយាយថាក៏ហៅគ្រូសិលទាំងអស់ចាប់អាចង្រៃយកវូឈីភ្លាមរួចហើយវូឈីរបស់យើងឥឡូវគាត់មកអង្គុយផឹកអីតែឯងចឹងទៅគាត់ក៏បានលួចយកស្អីគេម្យ៉ាងដូចកញ្ចក់ចឹងគឺយើងពីកន្លែងព្រាជវាំងមកញ៉បន្តមកទៀតសិស្សប្អូនរបស់វូឈីយើងមានឈ្មោះថាឆូរ៉ាំងជីហ្នឹងក៏មកនិយាយថាហ្នឹងហើយសិស្សច្បងណាយើងនៅសល់តែកំបិតមួយទៀតទេបើសិនជាយើងចាប់ស្ត្រីមេម៉ាយហ្នឹងឲ្យអ្នកដែលមានកំបិតហ្នឹងគេនឹងបកគលកំបិតហ្នឹងមកឲ្យយើងហើយយប់ហ្នឹងគេបញ្ជូនស្ត្រីមេម៉ាយហ្នឹងទៅវិហារបាទយើងអត់ដឹងទេថាស្ត្រីមេម៉ាយហ្នឹងមិនក៏គេត្រូវបញ្ជូនទៅវិហារអញ្ចឹងរ៉ាំងជីហ្នឹងគាត់ក៏ចង់ផាកញ្ចក់ហ្នឹងឆ្លោះប៉ុន្តែវូឈីថាឲ្យកុំឆ្លោះកញ្ចក់នេះឲ្យសោះប្រយ័ត្នតែស្ដាយក្រោយឃើញរូបរាងខ្លួនឯងពិតណាកំឡុងពេលនោះវូឈីរបស់យើងក៏បានឮសូគេនិយាយដើមគ្នាពីស្ត្រីមេម៉ាយម្នាក់ថ្ងៃរៀបការប្តីរបស់នាងស្លាប់អីចឹងទៅរួចហើយក៏ឮឈ្មោះរបស់ហាដាមបាទកំពូលលោកគ្រូសិលចិត្តធម៌របស់យើងដែលបានជួយសង្គ្រោះព្យាបាលអ្នកជំងឺប៉ុន្តែវូឈីគាត់រៀងចដែនដែរព្រោះគាត់នឹងបានជួយប្រជាជនដែលរងគ្រោះច្រើនដោយការបោកព្រះអង្គអីអញ្ចឹងណារ៉ាំងយីក៏និយាយថាណែវូឈីលោកគ្រូយើងថាឲ្យយើងបញ្ចេញឈ្មោះទេណាគ្រាន់តែបញ្ចេញឈ្មោះភ្លាមកូនសិស្សរបស់លោកគ្រូហាដាមក៏បង្ហាញខ្លួនផ្លែតបាទពួកគាត់នឹងឯងដែលត្រូវបានវូឈីយើងវាយឲ្យរបួសពេលដើមរឿងណាគ្នាយើងឥឡូវនេះពួកគេទាំង3នាក់ក៏បើកការវាយប្រហារមកលើវូឈីដើម្បីចាប់វូឈីយកទៅឲ្យស្ដេចវូឈីរបស់យើងខ្លាំងមែនទែនដោយសារតែគាត់មានយន្តវេទមន្តរបស់គាត់អូអញ្ចឹងនិយាយពីថាវាយតទល់កូនសិស្សនឹងខ្លាំងអ្វីក៏ដោយក៏មិនអាចវាយឈ្នះខ្លួនដែរវាយរហូតដល់បាក់តូបគេអញ្ចឹងទៅម្ចាស់ហាងក៏និយាយថាណែលោកមកវាយគ្នាអញ្ចឹងបាក់តូបខ្ញុំឲ្យលុយមកវូឈីគាត់តែបាននិយាយទៅយ៉ាងរីរបស់យើងនឹងក៏ចូលជួយវូឈីផងដែរយ៉ាងរីក៏មានកម្លាំងខ្លាំងអស្ចារ្យមិនធម្មតាដូចគ្នាក្រោយមកទៀតរ៉ាំងយីក៏ថាតោះយើងនាំគ្នាទៅចាប់ស្ត្រីមេម៉ាយហ្នឹងដល់កន្លែងស្ងាត់យ៉ាងរីរបស់យើងក៏ប្រែក្លាយជាសេះហើយវូឈីរបស់យើងឡើងជាសេះហ្នឹងអញ្ចឹងណាឥឡូវកាត់មកដល់ក្រុមគ្រួសារដែលស្ត្រីមេម៉ាយហ្នឹងគាត់រៀបការចូលមកប្តីស្លាប់អីអញ្ចឹងណាម្ដាយក្មេកឬក៏អីទេគ្នាយើងគាត់ក៏និយាយថាឲ្យនេះអ្នកបម្រើរបស់គាត់នឹងសម្លាប់ស្ត្រីមេម៉ាយហ្នឹងតែម្ដងទៅពីព្រោះគិតថានាងគឺជាអ្នកនាំចង្រៃអីអញ្ចឹងអ្នកបម្រើហ្នឹងក៏ប្រាប់ម្ចាស់របស់ខ្លួនថាកុំបារម្ភអ្នកស្រីខ្ញុំនឹងប្រមូលផ្ដុំមនុស្សប្រុសជាច្រើនផ្សេងទៀតឲ្យធ្វើជាភ័ស្តុតាងថាយើងនឹងសម្លាប់ស្ត្រីមេម៉ាយហ្នឹងកុំឲ្យសួយដល់អ្នកដទៃហើយការប្រមូលផ្ដុំមនុស្សប្រុសបន្ថែមហ្នឹងយើងក៏ប្រទះឃើញវូឈីរបស់យើងចូលរួមក្នុងដំណើរនោះផងដែរក្រោយមកទៀតមនុស្សយ៉ាងច្រើនក៏បានបញ្ជូនស្ត្រីមេម៉ាយហ្នឹងធ្វើដំណើរទៅវត្តធ្វើដំណើរតាមផ្លូវយើងក៏ប្រទះឃើញមានវងចោលហ្នឹងតាមសម្រាប់អ្នកដែលហែហោម្នាក់ស្រីមេម៉ាយនោះតាមពិតគឺជាល្បិចរបស់ស្ត្រីដែលជាអ្នកជូនហ្នឹងទេគ្នាយើងព្រោះឯនាងចង់សម្រាប់ស្ត្រីមេម៉ាយហ្នឹងអញ្ចឹងណាប៉ុន្តែវូឈីរបស់យើងគាត់អត់រត់ទេគាត់ក៏បានបើកអាក្រែស្នែងហ្នឹងសម្លឹងឃើញស្ត្រីមេម៉ាយហ្នឹងអូយសម្រស់របស់នាងស្អាតណាស់ស្ត្រីមេម៉ាយក៏និយាយថាអ្នកមីងជួយខ្ញុំផងប៉ុន្តែអ្នកមីងនឹងអត់ទេគឺគាត់ចង់យកកំបិតមកចាក់សម្រាប់នាងទេប៉ុន្តែយ៉ាងរីឡើងក៏វាយគ្នាជាមួយនឹងពួកចៅពួកអីចឹងទៅក៏ខ្ទាតបុកធ្វើឲ្យអ្នកបម្រើហ្នឹងគាត់ដួលខ្ពប់ទៅលើដីប៉ុន្តែគាត់នៅតែផឹងតដាបទ្រោះមកចង់ចាក់សម្រាប់ស្ត្រីមេម៉ាយរបស់យើងនេះតែវូឈីរបស់យើងក៏ការពារឥឡូវបាទអ្នកនាងមេម៉ាយយើងហ្នឹងគាត់ក៏គិតថាប្រហែលជាវូឈីលងស្រឡាញ់គាត់ដែរវូឈីគាត់សម្ដែងធ្វើជាបរិសង្ហាគាត់ក៏ថាយេសគាត់ច្រឡំមាត់អញ្ចឹងទៅណាតែហើយម្នាក់ស្រីហ្នឹងក៏ថាអូលោកស្រឡាញ់ខ្ញុំទេតែខ្ញុំជាស្ត្រីមេម៉ាយទីចង្រៃដល់លោកដែរណារ៉ាំងយីរបស់យើងហ្នឹងគាត់ក៏ដើរមកដល់ថាយីឯងខំវាយគ្នាចង់ងាប់បែរជាមកអោបកសោបនាងទៅវិញអ្នកបម្រើនៅតែនិយាយដដែលស្រីមេម៉ាយធ្វើឲ្យចង្រៃគ្រួសាររបស់ខ្លួនអីអញ្ចឹងទៅរ៉ាំងយីហ្នឹងក៏ធាក់ខ្ទៀតក្រោយមកនាងក៏សួរថាអូម្នាក់នេះជានរណារ៉ាំងយីក៏និយាយថាខ្ញុំគឺជាសិស្សប្អូនរបស់វូឈីរ៉ាំងយីរបស់យើងហ្នឹងគាត់ក៏ហិតកំប៉េះគូរបស់នាងឡើងភ័យថាមិនក៏មកហិតអញ្ចឹងរ៉ាំងយីក៏ថាអូនបាច់វិញឆ្ងាយទេមកយកកដាតមកចាប់នាងយកទៅដូច្នេះយើងអត់ដឹងទេថាតើនរណាគេនឹងចង់ចាប់ស្ត្រីមេម៉ាយនឹងយកទៅពីព្រោះនៅក្នុងភូមិនឹងឲ្យតាមេម៉ាយគឺគេចាត់ទុកថាជាមនុស្សចង្រៃព្រោះឯការចូលទៅផ្ទះគេភ្លាមប្តីងាប់ផ្លែតអីអញ្ចឹងទៅណាឥឡូវយកម្នាក់ស្រីយកមកឲ្យឯអាដាមម្នាក់អីប៉ុន្តែឯអាដាមនឹងគឺអត់បកគលដាវដែលវូឈីរបស់យើងនឹងចង់បាននោះទេហើយឥឡូវឯអាដាមនឹងកំពុងតែចាប់ម្នាក់ស្រីនៅក្នុងផ្ទះហើយគាត់មានខ្លុយអ្នកនរគ្នាយើងស្គាល់ខ្លុយនឹងអត់នឹងគឺជាខ្លុយទឹកណាប៉ុន្តែម្នាក់ស្រីដែលគាត់ចាប់បាននឹងមិនមែនមេម៉ាយនឹងទេវូឈីរបស់យើងនឹងគឺគាត់បានប្រើយ័ន្តអញ្ចឹងម្នាក់នឹងគឺជាអ្នកបម្រើនឹងឯងក្រោយមកទៀតវូឈីរបស់យើងក៏ចូលមកដល់ក្រោយមកក៏សាប់តែលោកឯអាដាមម្នាក់នឹងក៏វាយរហូតដល់វូឈីរបស់យើងខ្ទាតមកខាងក្រៅអញ្ចឹងឯអាដាមនេះមិនមែនជាមនុស្សធម្មតាទេអ្នកនរគ្នាវូឈីក៏កាន់ដាវចូលទៅវិញវាយតទល់ទៀតវាយខ្ទាតហោះមកខាងក្រៅម្ដងទៀតប៉ុន្តែវូឈីរបស់យើងគាត់ដណ្ដើមបានខ្លុយទៅជោគជ័យកូនចៅរបស់ឯអាដាមនឹងក៏ចេញមកការពារមេរបស់ខ្លួន
ខ្លួនដើរចេញមកក៏ប្រែកាឡាទៅជា Goblin អូយផ្អើលរត់ទៅនោះបាទ Goblin ហ្នឹងគាត់មានខ្លោយហើយគាត់ចង់ចាប់ខ្លួនស្ត្រីមេម៉ាយនឹងយកមកទៀតបានមិនដឹងចង់ធ្វើស្អីទេឥឡូវហ្នឹង Goblin ហ្នឹងគឺចង់វាយដណ្ដើមយកខ្លោយនឹងមកវិញអូជីរបស់យើងក៏បានវាយតទល់ជាមួយនឹង Goblin ដែលដូចជាមើលទៅកដុលគ្នាយើងបាទជាកដុលអញ្ចឹងណាអូជីក៏ខ្លាំងមិនធម្មតាដែរដោយសារតែគាត់មានយ័ន្តការពារហើយ Goblin ហ្នឹងក៏ខ្លាំងមិនធម្មតាដូចគ្នាប្រើកន្ទុយរបស់ខ្លួនវត្តមួយទំហឹងវាយចុះវាយឡើងយើងឃើញថា Goblin ហ្នឹងហាក់ដូចជាយកឈ្នះ Wuchi របស់យើងអញ្ចឹង Rangi ក៏ចេញមកជួយតែក៏ត្រូវបានកណ្ដុរនោះវត្តបុកថ្មមួយទំហឹងដែរក្រោយមក Goblin នោះក៏បានដណ្ដើមយកខ្លោយនឹងបានទៅជោគជ័យ Rangi ក៏គិតថាបើជា Wuchi ស្លាប់គាត់និយមចង់ងាប់តែ Wuchi នៅផ្នែកខាងលើនេះបាទគាត់ប្រើអំបោះដើម្បីបន្លំធ្វើជាខ្លួនគាត់សោះ Wuchi ក៏បានប្រើយ័ន្តរបស់ខ្លួនបំផ្លែងដៃទៅជាដៃថ្មមហាកម្លាំងវាយរហូតដល់ Goblin នឹងខ្ទាតទៅផ្នែកខាងក្នុងក្រោយមក Goblin នឹងក៏បានផ្លុំខ្លោយវេទមន្ត Wuchi ក៏បញ្ញាដណ្ដើមយកខ្លោយនោះមកវិញរួចក៏ប្រទះឃើញថាសម្លេងខ្លោយបាញ់មិញបានដាស់ពួក Goblin ម្នាក់ទៀតដែលជាទន្សាយ Goblin ជាទន្សាយនឹងក៏បានហក់ចេញពីទីនោះ Wuchi របស់យើងក៏បានប្រើព្រួញបូកជាមួយនឹងយ័ន្តនឹងចង់បាញ់វាប្រហារទន្សាយនឹងប៉ុន្តែព្រួយនឹងក៏ត្រូវបានលោកគ្រូ Hadam របស់យើងចាប់បានណែឈុតមកដល់កន្លែងចាប់ព្រួយនឹងវិញណាលោកគ្រូសិលម្នាក់ក៏និយាយថាអូពួកយើងតាម Goblin នឹងឬដើម្បីដណ្ដើមយកខ្លោយវេទមន្តមកវិញលោក Hadam និយាយថាខ្លោយវេទមន្តមិនមែននៅ Goblin នឹងទេក្រោយមកលោក Hadam របស់យើងគាត់ក៏បានចាប់ Goblin ទាំងពីរនឹងបានមកមានទាំងទន្សាយរួមជាមួយនឹងកណ្ដុរក្រុមគ្រូសិលក៏ឆ្ងល់ថាអញឥឡូវខ្លោយបាត់ទៅណាលោកគ្រូ Hadam គាត់គិតថាខ្លោយគឺនៅក្នុងដៃរបស់ Wuchi អញ្ចឹងគាត់ត្រូវតែរកកន្លែងស្នាក់នៅរបស់ Wuchi ឲ្យឃើញក្រោយមកទៀតយើងកាត់មកដល់កន្លែងស្នាក់នៅរបស់ Wuchi វិញ Rangi របស់យើងគាត់ក៏បានស្វាគមន៍លោកគ្រូរបស់គាត់បាទដែលលោកគ្រូនឹងក៏ជាកំពូលលោកគ្រូសិលដែរបើប្រៀបធៀបទៅលោកគ្រូរបស់ Wuchi នឹងគឺគាត់ខ្លាំងប្រហែលជាលោកគ្រូ Hadam ដែរដែលហៅថា Master Rangi របស់យើងក៏បាននិយាយពីដំណើរដើមតងប្រាប់លោកគ្រូរបស់ខ្លួន Master ផ្ទាល់គាត់ក៏ឃើញថាអូពួក Goblin ផ្លុំខ្លោយនេះហើយពួក Goblin ទាំងអស់នោះធ្វើឲ្យ Wuchi នឹងនាំស្ត្រីមេម៉ាយនឹងមកហើយមួយទៀត Wuchi នៅតែតាមរកកញ្ចក់រួមជាមួយនឹងកំបិតនឹងឬ Rangi ក៏ព្យាយាមបដិសេធថាអត់ទេលោកគ្រូអត់មានរឿងហ្នឹងទេជាចុងក្រោយបាទសិស្សប្អូនក៏សារភាពដដែលដោយសារតែ Wuchi របស់យើងគាត់គិតថាបើគាត់មានកញ្ចក់រួមជាមួយនឹងកំបិតដែលមានគេសរសេរនៅក្នុងសភៅហ្នឹងគាត់គិតថាគាត់នឹងខ្លាចទៅជាកំពូលគ្រូសិលដូចជាគ្រូរបស់ខ្លួនអីអញ្ចឹងទៅណាក្រោយមកទៀតពេលតែបើកទ្វារនោះ Wuchi របស់យើងគាត់ភ្ញាក់ពីរំលែកគាត់ថាលោកគ្រូនៅមានជីវិតទេអញ្ចឹងមិនខ្ញុំយល់សពហើយខ្ញុំយល់សពតែខ្ញុំបានថើបស្រីមេម៉ាយហ្នឹងទៀតនេះមិនអញ្ចឹងលោកគ្រូគាត់ខឹង Wuchi ខូចគាត់នឹងក៏វាយមកខ្លោយហ្នឹង Wuchi ក៏កិច្ចចឹងទៅធ្វើឲ្យកែវស្រាមួយក៏ដបស្រាទៅធ្លាក់បែកបាទកន្លែងហ្នឹងគឺយើងត្រូវចាំដែរឈុតហ្នឹងណាលោកគ្រូក៏បញ្ជាក់ថាណែ Wuchi ឯងមិនអាចខ្លាចទៅជាកំពូលគ្រូសិលបាននោះទេដោយសារតែឯងនឹងមិនចេះធ្វើឲ្យខ្លួនឯងនឹងស្រាក់ស្រានឯងអត់ចេះធ្វើឲ្យខ្លួនឯងស្ងប់ហើយបើខាងលោកគ្រូ Hadam នេះផ្ទាល់បាទគាត់ក៏បានស្វែងរកឃើញគំនូរមួយលោកដៃចូលទៅក៏ដឹងថានេះគឺជាកន្លែងលាក់ខ្លួនរបស់ Wuchi ពួកគាត់ទាំង4នាក់ក៏បានចូលមកក្នុងរូបគំនូរនោះហើយក៏បានជួបជាមួយនឹង Rangi ក៏ថាអ្នកទាំង3មកទីនេះស្អីលោកគ្រូ Hadam ក៏និយាយថាយើងមកដើម្បីស្វែងរក Wuchi យើងមានឈ្មោះថា Hadam ហើយឯងជាស្អីជាឆ្កែហ្នឹងលោកគ្រូ Hadam មើលភ្លាមគាត់ដឹងផ្លែតែម្ដងគាត់ក៏បានបំផ្លែងខ្លួន Rangi របស់យើងនឹងទៅជាឆ្កែធ្លាក់ទឹកក្រោយមក Wuchi ក៏បានចេញមកការពារ Rangi បើការពារប្រហារជាមួយលោកគ្រូ Hadam ខំប្រើដៃថ្មដៃអីចឹងទៅនៅតែវាយមិនចេះលោកគ្រូ Hadam សំណាងល្អ Master ក៏បានបង្ហាញខ្លួនគាត់ក៏ថាអូអ្នកទាំងអស់គ្នាតើមកផឹកតែលោកគ្រូ Hadam របស់យើងហ្នឹងគាត់ក៏បានប្រាប់ទៅកាន់ Master ផ្ទាល់ថាគាត់មកទីនេះគឺដើម្បីខ្លោយវេទមន្តប៉ុន្តែ Master គឺគាត់អត់ទុកចិត្តនោះទេគាត់ខ្លាចថាបើសិនជាគាត់បកគលខ្លោយទាំងមូលនោះទៅឲ្យក្រុមលោកគ្រូសិលដែលបម្រើការឲ្យស្ដេចគាត់ខ្លាចថាក្នុងក្រុមគ្រូសិលនឹងមានពួក Goblin បន្លំខ្លួនដើម្បីបញ្ជាក់ថាលោកគ្រូ Hadam គាត់មិនមែនជា Goblin គាត់ក៏បានយកកំបិតអាដៃរបស់គាត់ហូរឈាមមកចេញពណ៌ក្រហមតែឈាមរបស់ Goblin គឺពណ៌បៃតងរួចហើយគាត់ក៏ចង់ដណ្ដើមយកខ្លោយទឹកនោះប៉ុន្តែ Master របស់យើងក៏បានដណ្ដើមយកខ្លោយទឹកនឹងដែររួចហើយវាក៏ផ្ដាច់ជាពីរ Master ក៏និយាយថាទុកឲ្យគាត់ជាអ្នកទុកមួយកំណាត់ហើយលោកគ្រូ Hadam ជាអ្នកទុកមួយកំណាត់ហើយខ្លោយនឹងវាអាចបដុំគ្នាបានធម្មតាវិញបើសិនជាលោកគ្រូសិលទាំង3នាក់ពាក់អាវខ្មៅនឹងប្រើវេទមន្តរបស់ពួកគេជួយបាទអាចធ្វើបានឲ្យខ្លោយនឹងមកដូចដើមវិញអញ្ចឹងណាប៉ុន្តែក្នុងករណីពិសេសដែលពួកគេត្រូវការខ្លោយនឹងប៉ុណ្ណោះដូច្នេះ Master គាត់ក៏បានយកកំណាត់ខ្លោយដាក់ទៅក្នុងខ្សែក្រវ៉ាត់របស់ Wuchi រួចហើយបោះវាចូលទៅក្នុងប្រអប់វេទមន្តរបស់គាត់ Wuchi របស់យើងផ្ទាល់កំពុងតែលួចសម្លឹងមើលសម្រស់របស់ស្ត្រីមេម៉ាយនឹងបាទលងស្នេហ៍គេហើយខាងលោកគ្រូ Hadam គាត់ក៏ចាប់ការងាររបស់គាត់ក៏ត្រូវទៅវិញចំពោះ Master ផ្ទាល់ក៏បានផ្ដាំទៅកាន់ Wuchi ថា Wuchi សិស្សសំណប់កុំទុកនាងនៅទីនេះនាំនាងទៅផ្ទះនាងវិញទៅលោកគ្រូ Hadam របស់យើងគាត់មកផ្ទះវិញក៏បានជួបជាមួយលោកយាយដែលគាត់មានបញ្ហាសតិអារម្មណ៍លោកយាយក៏ថាឯងបានតែពាក់កណ្ដាលតើតែឯងបានវាពេញទៅពេញលេញហើយបើឯងរងចាំទៀតឯងប្រហែលជាត្រូវចាំរាប់រយឆ្នាំដើម្បីបានវាពេញលេញបាទវានឹងបែបសម្ដៅលើខ្លោយនឹងទៅដឹងអញ្ចឹងហើយទឹកមុខរបស់លោកគ្រូ Hadam ក៏ចាប់ផ្ដើមប្រែ Master របស់យើងផ្ទាល់គាត់ក៏បានបញ្ជូនស្ត្រីមេម៉ាយនឹងតាមរយៈសេះមួយក្បាលឲ្យចេញពីទីនេះហើយ Wuchi នឹងកំពុងតែរងទរណកម្មលោកគ្រូគាត់ប្រាប់ថាមិនចង់ឲ្យ Wuchi ពាក់ព័ន្ធជាមួយនឹងស្ត្រីមេម៉ាយនឹងទេដោយសារតែនាងនឹងធ្វើឲ្យ Wuchi របស់យើងចូលមកឈូសនេះមិនចេះលោកគ្រូ Hadam ផ្ទាល់គាត់ក៏បានមករុំរបួសដៃដែលគាត់នឹងធ្វើឲ្យរបួសហូរឈាមខ្លួនឯងភ្លាមនោះ
ធោដែលឃុំពលឹងរបស់ពួក Goblin ក៏ញ័រចំណែកឯឈាមដែលហូររបស់លោកគ្រូផ្ទាល់ហ្នឹងក៏ប្រែទៅជាពណ៌បៃតងហាមកអញ្ចឹងកូនសិស្សទាំង3នាក់របស់គាត់យកថ្នាំមកឲ្យគ្រូប្រទះឃើញបែបហ្នឹងអូពួកគេនៅអត់ស្រួលទេពួកគេក៏ធ្វើជាដើរចេញហើយវាដើរចេញអញ្ចឹងមកចង់មកតទល់ជាមួយគ្រូអញ្ចឹងណាប៉ុន្តែក៏ត្រូវលោកគ្រូហាដាមវាយសម្លាប់ពួកគេទាំង3នាក់តែម្ដងរួចយើងក៏ឃើញថាអូលោកគ្រូរបស់យើងដែលជាមនុស្សធម្មតាហ្នឹងឥឡូវខ្លាចទៅជា Goblin ដែរដោយសារតែគាត់មានការលោភលន់បាទលោភលន់អីចង់បានខ្លុយទឹកនឹងពេញលេញតែឯងប្រហែលជាគាត់នឹងចង់គ្រប់គ្រងអំណាចអីអញ្ចឹងណាព្រោះអីខ្លុយទឹកនឹងអាចដាស់ទេវតាខ្លុយទេពមកបានហើយបើគាត់មានទេវតាខ្លុយទេពក្នុងដៃគាត់អញ្ចឹងប្រហែលជាគាត់គិតថាគាត់នឹងខ្លាចទៅជាអាទិទេពដ៏អស្ចារ្យអីទៀតអញ្ចឹងទៅមើលទៅណាបើខាងស្ត្រីមេម៉ាយរបស់យើងផ្ទាល់នេះនាងជីកកណ្ដាលវាលស្មៅអញ្ចឹងក៏លឺសូរសំឡេងចម្លែកខំតភ័យតាមពិតគឺជាវូឈីរបស់យើងមកតាមសោះវូឈីក៏បានអួតពីសមត្ថភាពរបស់ខ្លួនថាខ្លួនមិនមែនជាគ្រូសិលធម្មតាទេជាគ្រូសិលអស្ចារ្យអញ្ចឹងទៅណាប៉ុន្តែគាត់ខ្លាំងដោយការប្រើយ័ន្តប៉ុណ្ណោះស្ត្រីមេម៉ាយនឹងនាងក៏ត្អូញត្អែពីជីវិតរបស់នាងថានាងនឹងរស់នៅគឺពិបាកណាស់គ្រួសារបខំឲ្យធ្វើនេះធ្វើនោះអាននេះអាននោះរៀងប៉ាក់ដេអីចង់មានសេរីភាពអីក៏អត់បានដែរហើយនាងក៏មិនដែលសំបីតែទលេសមុទ្រវូឈីរបស់យើងក៏បានប្រើវេទមន្តរបស់ខ្លួននឹងបាននាំសមុទ្រមកក្បែរនាងតែម្ដងនាងឃើញសមុទ្រអញ្ចឹងវ៉ាវពិតជាស្រស់ស្អាតណាស់តែហាមជន់ទឹកគ្រាន់តែនាងជន់ទឹកភ្លាមត្រឡប់មកកន្លែងដើមវិញផ្លែតបន្តមកទៀតនាងអៀនខ្លាំងមែនទែននាងក៏យកដៃឲ្យសัตว์សេះនឹងលិតហើយសេះនឹងលិតចម្លែកមែនវូឈីក៏ប្រាប់ថាកុំឲ្យសិស្សប្អូនខ្ញុំលិតវាគឺជាឆ្កែទេរាំងយីរបស់យើងក៏ប្រែកន្លងមកជាមនុស្សវិញហើយលិតដៃរបស់នាងអញ្ចឹងទៅនាងឡើងភ្ញាក់ឲ្យព្រឺតរាំងយីរបស់យើងគាត់ច្នៃគាត់ចង់ឲ្យម្នាក់ផ្សេងចាប់អារម្មណ៍គាត់ដែរអញ្ចឹងពួកគេក៏វាយគ្នាតែវាយអត់ឈ្នះវូឈីទេដោយសារតែវូឈីរបស់យើងគាត់មានយ័ន្តណោះបន្ទាប់មកម្នាក់ស្រីនឹងក៏ថាអូយមិនបាច់ឆ្ងាយទេជូនខ្ញុំទៅផ្ទះហ្មងមកនៅផ្ទះរបស់វូឈីផ្ទាល់ Master អង្គុយផឹកតែឯងក្រោយមកគាត់ក៏ផ្ទះឃើញទឹកតែនឹងប្រែពណ៌ក្រោយមកហាដាមក៏ចង់ធ្វើឃាត Master ដើម្បីអីដើម្បីដណ្ដើមយកខ្លុយមួយកំណាត់ទៀតប៉ុន្តែ Master របស់យើងគឺគាត់ខ្លាំងជាងលោកគ្រូហាមដាមនឹងដាច់គាត់ក៏ប្រើផ្លិតរបស់គាត់នឹងផ្លុំរហូតលោកគ្រូហាដាមខ្ទៀត Master ក៏ដឹងថាហាដាមរបស់យើងគាត់ចង់បានខ្លុយទាំងមូលប៉ុន្តែគាត់ថាគ្មាននរណាជាម្ចាស់ខ្លុយទេសូម្បីតែទេវតាខ្លុយទឹកផ្ទាល់ក៏ដោយតែជាអកុសល Master របស់យើងបានផឹកតែនឹងរួចហើយតែនឹងមានថ្នាំពុលស្រាប់អញ្ចឹងគាត់ក៏ស្លាប់នៅកន្លែងនឹងតែម្ដងហាដាមរបស់យើងក៏បានបើកប្រអប់ដើម្បីយកខ្លុយពាក់កណ្ដាលទៀតប៉ុន្តែខ្លុយពាក់កណ្ដាលទៀតគឺនៅក្នុងខ្សែចង្កេះរបស់វូឈីយកទៅជាមួយខ្លួនបាត់ហើយព្រោះខ្សែចង្កេះនឹងមានដាក់តាំងខ្លុយនឹងផងមានដាក់តាំងយ័ន្តរបស់វូឈីផ្ទាល់ផងអញ្ចឹងគាត់ត្រូវទៅយកតាមខ្លួនហើយវូឈីផ្ទាល់នេះពេលដែលមកដល់ផ្ទះរបស់ម្នាក់ស្រីមេម៉ាយនឹងក៏ឃើញថាមានក្រុមទាហានទាំងអស់នឹងរងចាំការពារសម្រាប់នាងអីអញ្ចឹងណាតែវូឈីរួមជាមួយនឹងរាំងយីនឹងក៏វាយដេកទាំងអស់វូឈីក៏បានប្រាប់ទៅកាន់ក្រុមគ្រួសារនឹងថាយើងនឹងមកវិញបើពួកឯងបង្ខំឲ្យនាងធ្វើរឿងដែលនាងមិនចង់ធ្វើហើយជិះជាន់នាងស្ត្រីមេម៉ាយនឹងផ្ទាល់ហាក់ដូចជាលងស្នេហ៍ទៅលើវូឈីមិនទេប៉ុន្តែពួកគេត្រូវបែកគ្នាត្រឹមតែប៉ុណ្ណឹងហើយបន្តមកវូឈីរបស់យើងរួមជាមួយនឹងរាំងយីក៏បានធ្វើដំណើរមកផ្ទះរបស់ពួកគេវិញពេលដែលចូលមកដល់ក៏សាប់តែគ្រូសិលទាំង3នាក់ប្រើចង្វាក់ចាប់ជើងរបស់ពួកគេទាំងពីរហើយក៏ចោទប្រកាន់ថាពួកគេទាំងពីរគឺជាអ្នកសម្លាប់គ្រូរបស់ខ្លួនវូឈីក៏បានចូលមកពិនិត្យមើលហើយត្រូវបានលោកគ្រូហាដាមនឹងបើកការវាយប្រហាររាំងយីរបស់យើងក៏ត្រូវបានលោកគ្រូសិលទាំង3នាក់នោះស្រូបចូលទៅក្នុងរូបគំនូវូឈីក៏ប្រទះឃើញសម្លៀកបំពាក់គ្រូរបស់ខ្លួនហើយក៏ហូរទឹកភ្នែកលោកហាដាមរបស់យើងគាត់ក៏បានយកខ្លុយមកកំណាត់ទៀតបានជោគជ័យវូឈីក៏ប្រទះឃើញលោកគ្រូរបស់ខ្លួនសរសេរពាក្យផ្ដាំថា shoot បាញ់បែបនេះតែអញ្ចឹងណារួចហើយក៏ត្រូវបានស្រូបចូលទៅក្នុងរូបគំនូមួយចំហៀងទៀតតែវូឈីក៏បានឈៀតយកអាខ្លុយមកកំណាត់នឹងមកជាមួយខ្លួនទៀតលោកគ្រូសិលទាំង3នាក់ថាមិនអីទេហើយណាវាក៏ត្រូវការពេល500ឆ្នាំទៀតដែរដើម្បីយកពួកគេចេញពីគំនូនេះបានហាដាមក៏បានសួរពួកគេទាំង3នាក់ថាចុះប៉ះសិនបើទេវតាខ្លុយនឹងបានខ្លុយទៅវិញវាយ៉ាងម៉េចពួកគេក៏ថាភពផែនដីនឹងចាប់ផ្ដើមមានសុខសន្តិភាពហើយពួកកូប្លីននឹងរលាយបាត់ទៀតចំណែកខ្ញុំទាំង3នាក់នឹងខ្លាចទៅជាទេវតាឡើងទៅឋានសួគ៌ប៉ុន្តែលោកគ្រូហាដាមរបស់យើងគឺគាត់អាចទាមទារភ្លាមបានទេខ្លាចគេចាប់អារម្មណ៍អញ្ចឹងណាគាត់ប្រហែលជាទៅរងចាំ500ឆ្នាំបន្តទៀតរួចក៏កាត់មកដល់ពេលបច្ចុប្បន្នវិញ500ឆ្នាំក្រោយណាអញ្ចឹងបុរសម្នាក់ហ្នឹងគឺជាម្នាក់ក្នុងចំណោមគ្រូសិលទាំង3នាក់កាលពីពេលអតីតកាលហើយពួកគាត់នឹងមានជីវិតអមតៈប៉ុន្តែមិនមែនជាទេវតាទេបើសិនជាគាត់រងរបួសឬមួយក៏មានបញ្ហាជំងឺអីគឺពួកគាត់អាចស្លាប់បានដែរអ្វីដែលពួកគាត់មានហ្នឹងគឺគ្រាន់តែអាយុវែងហើយមានសមត្ថភាពក្នុងការសូត្រវេទមន្តដូច្នេះគ្រូសិលម្នាក់ហ្នឹងឥឡូវគាត់ធ្វើជាលោកសង្ឃពេលនេះគេបញ្ជូនគាត់ទៅក្នុងមន្ទីរពេទ្យកន្លែងសម្រាប់អីអញ្ចឹងទៅហើយចំណែកឯគ្រូសិលម្នាក់ទៀតគាត់ខ្លាចជាគ្រូទាយឥឡូវទាយហើយអញ្ចឹងក៏សាប់តែរូបគំនូរបស់គាត់ហ្នឹងចេញពណ៌ខុសពីធម្មតាគាត់ក៏បានបើកមើលទូដៃសម្ងាត់របស់គាត់ក៏ប្រទះឃើញថាអាថោចាប់ព្រលឹងរបស់ Goblin ទាំងពីរនឹងបែកលោកគ្រូទាយក៏បានទេមកកាន់លោកអូបាទអញ្ចឹងគ្រូសិលម្នាក់នេះឥឡូវគាត់ធ្វើជាលោកអូសាសនាយេស៊ូម្ដងគាត់ថាមិនក៏វាបែកអញ្ចឹងអូយមានរឿងធំហើយ Goblin ចេញទៀតហើយយើងត្រូវការលោកគ្រូហាដាមមកជួយប៉ុន្តែលោកគ្រូហាដាមប្រាប់ពួកគេថាគាត់នឹងទៅតាំងសិលដើម្បីធ្វើឲ្យកម្លាំងរបស់គាត់ខ្លាំងអីអញ្ចឹងទៅណាគ្រូពេទ្យទាំងពីរនាក់ដែលបញ្ជូនលោកសង្ឃរបស់យើងមកជួបជាមួយនឹងមិត្តភក្តិរបស់គាត់2នាក់ទៀតហ្នឹងម៉ែគ្រាន់តែឃើញ2នាក់ភ្លាមទៀតហ្នឹងពួកគេក៏បានបង្ហាញធាតុពិតតាមពិតទៅពួកគេគឺជា Goblin បើកាយវាប្រហារ
យ៉ាងសាហាវមកលើពួកគេទាំង3នាក់រួចហើយ Goblin ទាំង2នាក់ហ្នឹងក៏ប្រែកាឡារបស់ពួកគេឲ្យធ្វើដំណើរទៅណាទៀតយើងក៏មិនដឹងអញ្ចឹងឃើញស្រាប់ហើយគ្រូសិលទាំង3នាក់ហ្នឹងពួកគាត់មិនមែនជាទេវតាស្អីទេគ្រាន់តែអាយុវែងឥឡូវមិនដឹងថាតាក់ទងលោកគ្រូហាដាមដោយវិធីណាពួកគេទាំង3នាក់ក៏បានធ្វើដំណើរទៅស្វែងរករូបគំនូររបស់ Wuchi ដោះលែង Wuchi ចេញពីគំនូរនោះពួកគេក៏ពឹងឲ្យ Wuchi របស់យើងចាប់ Goblin ទាំងពីរក្បាលហ្នឹងប៉ុន្តែ Wuchi បដិសេធអញ្ចឹងហើយគ្រូសិលទាំង3នាក់ហ្នឹងក៏តែងតាំង Wuchi របស់យើងគឺជាកំពូលគ្រូសិលឬសូអញ្ចឹង Wuchi រៀងមានមោទនភាពគាត់ក៏ព្រមជួយហើយពួកគេក៏កុហកទៀតថាលោកគ្រូហាដាមហ្នឹងស្លាប់បាត់បង់ជីវិតទៅហើយភ្លាមនោះ Wuchi របស់យើងក៏មានអារម្មណ៍ថាមាននរណាចូលមកទីនេះហើយមែនអ្នកទាំងអស់គ្នាពួកគេគឺជា Goblin ទាំងពីរនាក់នោះ Goblin ក៏បានបើកការវាយប្រហារមកលើ Wuchi របស់យើងគាត់អត់ខ្លាំងទេដោយសារតែគាត់អត់មានខ្សែក្រវ៉ាត់ដែលមានយ័ន្តរបស់គាត់ហ៎អញ្ចឹងឥឡូវអស់ជំរឿហើយពួកគេទាំង4នាក់គឺទៅរត់ចាក់ចេញពីទីហ្នឹងបើចង់រស់ពេលដែលជិះតាមផ្លូវ Wuchi ក៏ប្រទះឃើញរបស់របរគ្រប់បែបយ៉ាងប្រែប្លែកអញ្ចឹងគាត់ឡើងភ្ញាក់ឲ្យព្រឺតហើយគាត់ឆ្ងល់ឡូវមនុស្សស្រីស្លៀករួយខ្លីៗម្លេះហើយប្រទះឃើញគេរាំបើកហាងអញ្ចឹងគាត់ក៏គិតថាកន្លែងហ្នឹងគេបើកហាងបនសៃឬមួយក៏មិនគ្រូសិលទាំង3នាក់ហ្នឹងក៏ព្យាយាមបញ្យល់ពីដំណើរដើមតងអីអញ្ចឹងទៅថាគេមិនមែនបនសៃទេកន្លែងគេបើកហាងគឺគេរាំអញ្ចឹងធ្វើដំណើរតាមផ្លូវហ្នឹងពួក Goblin ទាំងអស់ហ្នឹងក៏បានបើកការវាយប្រហារមកលើពួកគេឥឡូវអត់ដឹងតបតមិនទេមានតែបើកឡានរត់អាខ្លះចាក់ដាវពីលើអញ្ចឹងទៅអ្នកខ្លះបាញ់ព្រួយពីចម្ងាយ Wuchi របស់យើងតែម្នាក់ប៉ុណ្ណោះដែលចេះប្រើយ័ន្តប៉ុន្តែក៏អត់មានយ័ន្តអញ្ចឹងគាត់ត្រូវសូត្រមន្តសូត្រឡើងយូរទើបដៃរបស់គាត់ខ្លាចទៅជាដៃថ្មមានកម្លាំងលោកសង្ឃទាំង3នាក់ហ្នឹងក៏ធ្វើដំណើរទៅជួយសិស្សប្អូនរបស់ Wuchi ម្នាក់ទៀតព្រោះអីសិស្សប្អូនហ្នឹងគាត់មានអាខ្សែចកេះមានយ័ន្តហ្នឹងជាមួយពួកគេក៏ធ្វើដំណើរចូលមកកន្លែងមួយយ៉ាងស្ងាត់គ្រូសិលទាំង3នាក់ក៏រត់ចោល Wuchi អញ្ចឹងហើយក៏បានពឹងឲ្យលោកគ្រូសិលម្នាក់ហ្នឹងមករក Wuchi វិញទៅពួកគេទាំងពីរនាក់ហ្នឹងស្វែងរក Rangi ពេលដែលមកដល់ Goblin នៅក្បែរឡានឃើញលោកគ្រូសិលរបស់យើងវាក៏បានបើកការវាយប្រហាររហូតដល់លោកគ្រូសិលបុកដើមឈើបន្ទាប់ពីនោះ Goblin នៅក្បែរហ្នឹងក៏បានបើកការវាយប្រហារទៅលើ Wuchi ជាបន្ត Wuchi ក៏អត់មានយ័ន្តរបស់គាត់ធ្វើអ្វីមិនបាននោះទេលោកគ្រូសិលទាំងពីរនាក់ផ្សេងទៀតក៏បានរកឃើញរូបគំនូរដែលឃុំឃាំង Rangi ប៉ុន្តែពួកគេខ្វះម្នាក់ទៀតក៏បានទេមករកលោកគ្រូសិលដែលកំពុងតែដេកនៅលើផ្លូវនេះអញ្ចឹងហើយហ្នឹងគាត់ក៏និយាយទូរស័ព្ទតទៅសូត្រមន្តទៅក៏បានដោះលែងខ្លួនរបស់ Rangi ដោយជោគជ័យ Wuchi ដែលកំពុងតែបើកការវាយប្រហារជាមួយនឹង Goblin នេះវិញអូយចាញ់ខ្លាំងមែនទែនមកតតឈ្នះទេព្រាមនោះ Rangi របស់យើងនឹងក៏មកជួយគប់ដែកមកមួយទំហឹង Rangi ក៏បានបកគលខ្សែក្រវ៉ាត់មកឲ្យ Wuchi អូបន្ទាប់ពី Wuchi របស់យើងមានខ្សែក្រវ៉ាត់គាត់ក៏បានប្រើយ័ន្តរបស់គាត់បើកការវាយប្រហារទៅលើ Goblin អញ្ចឹងឃើញថាអូពីអ្នកគេនឹងមិនអាចតទល់ជាមួយនឹង Wuchi បាននោះទេម្នាក់ស្រីនេះក៏ចង់ដាល់ Wuchi តែ Wuchi គាត់ប្រើយ័ន្តមកបែងខ្លួនឥឡូវឃើញថាវាយធម្មតាមិនឈ្នះ Wuchi ក៏បានបំផ្លែងកាយរបស់គាត់នឹងទៅជាច្រើនហើយបើកការវាយប្រហារទៅលើ Goblin ប្រុស Goblin ស្រីនឹងអញ្ចឹងណា Wuchi ក៏បានវាយឲ្យ Goblin ស្រីខ្ទាតចូលទៅក្នុងហាងបុកកញ្ចក់មួយទំហឹងបន្ទាប់មកក៏ប្រើព្រួញបាញ់ចំ Goblin កណ្ដុរអូប្រហែលជាស្លាប់ហើយមើលទៅ Goblin ស្រីនាងក៏រត់លោកគ្រូសិលទាំង3ក៏បានប្រើវិទ្យាមន្តរបស់ពួកគេដើម្បីយក Goblin កណ្ដុរនឹងចូលទៅក្នុងថូ Wuchi របស់យើងបាទតាមស្វែងរក Goblin ម្នាក់ទៀតចឹងក៏ត្រូវបានឡានបុកហើយអ្នកដែលជិះលើឡានហ្នឹងគឺជាតារាអញ្ចឹងណាហើយបើខាងកណ្ដុរនេះវិញបាទពេលដែលស្រូបចូលក្នុងថូវានៅមានជីវិតវាក៏រត់ចាក់ចេញពីទីនោះបានដោយជោគជ័យ Wuchi របស់យើងគាត់ងើបដើរមកតាមធម្មតាជំនួយការរបស់តារាស្រីនេះអ្នកនរគ្នាចាំគាត់អត់គាត់គឺជាស្ត្រីមេម៉ាយនឹងឯងប៉ុន្តែសប្តាហ៍ថ្ងៃនេះគាត់មានឈ្មោះថា Inchong ក៏បានចុះមកសម្របសម្រួល Wuchi ឃើញមុខរបស់ Inchong ភ្លាមក៏ស្គាល់តែតារាស្រីគិតថាប្រហែលជា Wuchi ចាប់អារម្មណ៍ខ្លួនអីចឹងព្រោះឯខ្លួនជាតារាហ៎តារាស្រីហ្នឹងក៏បិទទ្វារឡានចាក់ចេញពីទីហ្នឹងទៅ Wuchi ក៏បន្តតាមស្វែងរក Goblin អ្នកនោះហើយតាមផ្លូវហ្នឹងលួចស្រាលួចអីគេផងជាចុងក្រោយហ្នឹងក៏ឃើញគេជិះម៉ូតូលាបពាក់ស្អាត Wuchi ក៏ប្រើវេទមន្តរបស់ខ្លួនចម្លងសម្លៀកបំពាក់យកមករួចហើយ Wuchi ក៏តាមស្វែងរក Goblin ស្រីម្នាក់នោះនៅក្នុងក្លឹបមួយជាចុងក្រោយ Wuchi របស់យើងក៏ស្វែងរកឃើញ Goblin ម្នាក់នោះប៉ុន្តែ Goblin រងរបួសជាធ្ងន់ The Crucial គាត់ក៏បានស៊ប់យក Goblin មួយក្បាលនោះចូលទៅក្នុងថូវេទមន្តរបស់គាត់ Wuchi របស់យើងក៏ប្រទះឃើញតារាស្រីម្នាក់ហ្នឹងអញ្ចឹងខ្លួនក៏គិតថាប្រហែលជាគាត់អាចស្វែងរកឃើញម្នាក់ស្រីមេម៉ាយហ្នឹងទៀតហើយប៉ុន្តែ Inchong របស់យើងនៅជាតិនេះមានមេម៉ាយទេហើយពេលនេះ Inchong របស់យើងកំពុងតែធ្វើការងារនាងក៏ប្រទះឃើញតារាស្រីម្នាក់ហ្នឹងមកគាត់សម្ដែងនិយាយពីថាអត់សមស្អីបន្តិចសោះ Inchong ក៏ធ្វើជានិយាយតាម Inchong របស់យើងដូចជានិយាយព្រោះជាងអ្នកដឹកនាំរឿងក៏សរសើរ Inchong ប៉ុន្តែ Inchongរបស់យើងគេអត់យល់នាងសម្ដែងដោយសារតែមុខរបស់នាងមើលទៅរៀង slot boat រៀងសតុនអីអញ្ចឹងទៅណា Wuchi របស់យើងវិញមកគាត់ក៏ស្វែងរកឃើញទីតាំងកន្លែងថតរបស់តារាស្រីម្នាក់ហ្នឹង Inchong ក៏ចាប់អារម្មណ៍ជាមួយនឹង Wuchi ថាហ่าមិនក៏មកទីហ្នឹងបាន Wuchi ហ្នឹងគាត់ក៏បានជាប់ទៅលើអាផ្ទាំងក្តាស់គេហ្នឹងហ៎ទៅហើយក៏សាប់ទៅរលំទាំងអស់តែម្ដងប៉ុន្តែ Wuchi របស់យើងអត់នៅហ្នឹងទេលោកគ្រូសិលហ្នឹងក៏បានកោះហៅ Wuchi របស់យើងទៅកន្លែងគាត់វិញដោយសារតែមានជាប់ខ្សែជើងរបស់គាត់នៅហ្នឹងអញ្ចឹងគាត់ចង់ហៅទៅពេលណាក៏បានដែរតែ Wuchi របស់យើងមិនអាចផ្ដាច់ខ្សែនោះបាននោះទេឥឡូវបន្តពេលសកម្មពួកគេទៀតពីព្រោះ Goblin មួយក្បាលទៀតហ្នឹងគឺរត់ដូចខ្លួនចុះមកក៏ប្រទះឃើញនេះ Rangi របស់យើងហ្នឹងថើបមនុស្សស្រី Wuchi ថាអូយចាប់បាត់លោកគ្រូសិលហ្នឹងក៏ទេប្រាប់ថាឥឡូវហ្នឹងចាប់ខ្លួនរបស់ Goblin ម្នាក់បានហើយពួកគេពីរអ្នកផ្សេងទៀតនេះកំពុងតែតាមស្វែងរក Goblin ម្នាក់ទៀតហើយដើរចូលកន្លែងទឹកមួយហ្នឹងក៏ប្រទះឃើញនេះមេ Goblin ហ្នឹងភ្ញាក់បាទមិនដឹងជានៅណាទេ Wuchi រួមជាមួយនឹង Rangi របស់យើងក៏ធ្វើដំណើរចូលទៅក្នុងកញ្ចក់ទូរទស្សន៍មួយបាទមិនដឹងចូលទៅណាឡើយបាទនេះពី Inchong របស់យើងវិញឥឡូវធ្វើការអញ្ចឹងទៅអត់ពេញចិត្តជាមួយនឹងតារាស្រីហ្នឹងក៏ស្ដោះទឹកមាត់ឲ្យគេផឹកប៉ុន្តែចុង
សំក្រោយផឹកខ្លួនឯងដដែលហើយតារាតួឯងប្រុសនេះក៏ចង់បបួលនាងទៅលេងមាត់សមុទ្រអីចឹងទៅព្រោះអីគេលឺសូរថាអ៊ីនខ្យងនឹងអត់ដែលទៅលេងសមុទ្រប៉ុន្តែអ៊ីនខ្យងអត់ចង់ទៅជាមួយទេវូឈីរបស់យើងផ្ទាល់គាត់ចូលមកក្នុងទូរទស្សន៍ហ្នឹងគឺដើម្បីស្វែងរកអាកញ្ចក់វេទមន្តរួមជាមួយនឹងកបិតហ្នឹងម៉ាគាត់មើលតាមសភៅរបស់គាត់ឥឡូវគាត់ដល់ឆ្នាំនេះហើយក៏គាត់នៅតែតាមស្វែងរកអាកញ្ចក់នឹងកបិតហ្នឹងដែរហើយគេថែរក្សាវានៅកន្លែងដ៏សម្ងាត់មួយបាទកន្លែងសំខាន់គេអញ្ចឹងណាដល់ហើយអ្នកយាមហ្នឹងក៏ខាត់អត់ឲ្យចូលទេតំបន់ហាមឃាត់ពួកគេក៏បើកការវាយប្រហារវូឈីក៏បានប្រើវេទមន្តឲ្យក្រុមអ្នកយាមហ្នឹងបាទវាយជាមួយនឹងរូបចម្លាក់ដែកវាយចុះឥឡូវនេះចូលមកខាងក្នុងហ្នឹងក៏ចូលអត់បានទៀតដោយសារទ្វារហ្នឹងគេទ្វារ security គេប្រាប់អត់ឲ្យចូលទេអត់មានការងារហើយម៉ាស៊ីនហ្នឹងក៏ឲ្យប្រាប់អត្តសញ្ញាណអូយអត់ទ្រាំបានទេរាងយីថានរណាគេហ៊ានមកសួរអត្តសញ្ញាណរបស់យើងធាក់ទម្លុះទ្វារត្មងហើយអ្នកយាមពីរអ្នកនេះវាយចុះវាយឡើងឥឡូវឈឺដៃឈឺជើងពេញហ្នឹងទាំងអស់ហើយកំតិចអាវត្ថុបុរាណគេមានតម្លៃឃើញលុយក៏អត់ចង់បានលុយទេពួកគេអត់ស្គាល់លុយហ៎ហើយនៅកន្លែងដាក់លុយហ្នឹងគឺមានរូបថតអ្នកថ្នាក់ដឹកនាំថ្នាក់ខ្ពស់ Congress របស់យើងអីអញ្ចឹងទៅណាហើយក៏ប្រទះឃើញលោក Hordam របស់យើងនៅក្នុងរូបថតហ្នឹងដែរមកចេះអត់ចាប់អារម្មណ៍សោះនេះ Rangi យើង Cruiser របស់យើងពីរអ្នកទៀតហ្នឹងគឺស្វែងរក Goblin នឹងឃើញហើយតែ Goblin ក៏បានបើកការវាយប្រហារទៅលើ Cruiser ទាំងពីរអ្នកនោះ Cruiser ទាំងពីរអ្នកក៏បានទេទៅប្រាប់ Cruiser មួយទៀតថាជួយផងហៅ Wuchi មកជួយយើងលោក Cruiser ក៏ព្យាយាមហៅ Wuchi នៅក្នុងទូទស្សន៍បាទចេញមកលឿន Wuchi បាទគេមើលមកដូចមនុស្សឈួតអញ្ចឹង Wuchi ក៏រកឃើញកបិតដែលខ្លួនចង់បាន Rangi របស់យើងហ្នឹងក៏ស្វែងរក Hordam ឃើញគាត់ក៏ស្រែកដូចគ្នាតែកបិតដែល Wuchi រកឃើញហាក់ដូចជាមិនខ្លាំងនោះទេ Cruiser ទាំងពីរអ្នកនេះវិញបាទបេះនឹងស្លាប់រស់ហើយហៅយ៉ាងម៉េចក៏ Wuchi មិនលឺដែរបន្ទាប់មក Cruiser គាត់ក៏ព្យាយាមសូត្រមន្តអញ្ចឹងទៅ Rangi របស់យើងក៏បានមកជួយ Cruiser ទាំងពីរអ្នកនឹងបានដោយសុវត្ថិភាព Wuchi ក៏បើកការវាយប្រហារទៅលើ Goblin មួយក្បាលនោះទៀតធ្លាក់ចូលទៅក្នុងទឹកយើងមិនដឹងថាយ៉ាងម៉េចទេតែ Wuchi របស់យើងក៏ឡើងមកតែឯង Cruiser ក៏បានសូបព្រលឹងវិញ្ញាណរបស់ Goblin ចូលទៅក្នុងថូវេទមន្តរបស់ខ្លួន Wuchi ផ្ទាល់នឹងក៏ចង់យកអាកំបិតដែលខ្លួនស្វែងរកឃើញនឹងកំទេចអាចវៈលើកជើងនឹងចេញប៉ុន្តែកំទេចមិនរួចចំពោះ Cruiser ទាំង3នាក់នឹងបន្ទាប់ពី Wuchi របស់យើងបញ្ចប់កិច្ចការរួចក៏ចង់ស្រូបយក Wuchi រួមជាមួយនឹង Rangi ចូលទៅរូបគំនូរវិញប៉ុន្តែ Wuchi នឹងក៏បានបោះធុងអាចជាមួយក៏ស្អីទេគ្នាស្តៀងអាចនឹងហើយបាទខ្ទាតពេញនឹងអស់ចឹងទៅអារូបគំនូរនឹងក៏សើមទៀតប្រហែលជាប្រើការលែងកើតហើយមើលទៅក្រោយមកលោក Cruiser របស់យើងដែលជាលោកអូនឹងគាត់ក៏បានមកវិហាររបស់គាត់វិញរួចក៏សាប់តែមានមនុស្សស្រីម្នាក់នឹងមកជួបជាមួយនឹងគាត់ហើយលោកគ្រូនឹងគាត់យកអាថូវេទមន្តរបស់គាត់ដែលមានពលឹងវិញ្ញាណរបស់ Goblin ក្នុងនឹងយកមកជាមួយហើយក៏សាប់តែអាថូនឹងវាលោតកធាក់បាទលោកគ្រូរបស់យើងគាត់ក៏ចេញពីទីនោះមកសន្ទុះក្រោយមក Goblin នឹងក៏អាចដោះខ្លួនចេញពីអាថូវេទមន្តនឹងបានហើយម្នាក់ស្រីដែលមកជួបជាមួយនឹងលោកគ្រូអំបញ្ញមិញនឹងអ្នកទាំងអស់គ្នាអើយគឺជា Hordam លោកគ្រូទាំង3មិនដឹងថាធ្វើមិនបានរួចទេបាទតទល់ឈ្នះអត់ក៏សាប់តែលោក Hordam សម្ដែងធ្វើជាអ្នកចាប់ Goblin ទាំងពីរអ្នកនោះហើយគាត់ក៏បានសួរនាំថាតើឯណា Wuchi ពីព្រោះអីខ្លោយពាក់កណ្ដាលទៀតនឹង Wuchi យើងហ៎លោកគ្រូ Hordam ក៏បានទម្លាក់កំហុសទាំងអស់ទៅលើ Wuchi ថា Wuchi គឺជាអ្នកប្រើល្បិចដោះលែងខ្លួនរបស់ Goblin ទាំងពីរអ្នកនេះហើយគាត់ទេដែលជាអ្នកជួយពិតប្រាកដចាប់ Goblin ចូលទៅក្នុងថូវេទមន្តអីអញ្ចឹងណា Cruiser ទាំង3នាក់នឹងបែរជាជឿសម្ដីរបស់លោកគ្រូ Hordam លោកគ្រូ Hordam គាត់ក៏បានចង្អុលទីតាំងរបស់ Wuchi ដឹងទៀតឥឡូវយើងកាត់មកដល់តារាស្រីម្នាក់នេះគាត់ថតសម្ដែងថតអីអញ្ចឹងទៅបែបទេសចរណាអ៊ីងខ្យងរបស់យើងក៏ប្រាប់ពីរបៀបក្នុងការឈរថតផុសអីអញ្ចឹងទៅរួចហើយនឹងក៏ចូលមកក្នុងបន្ទប់ផ្លាស់ប្ដូរកៅអៅប្រសាប់តែ Wuchi របស់យើងបង្ហាញខ្លួន Rangi របស់យើងក៏បានចាប់អ្នកស្រីតារានឹងបញ្ជូនទៅកន្លែងណាក៏មិនដឹងក្រោយមក Wuchi ក៏ព្យាយាមដាក់ស្នេហ៍ទៅលើអ៊ីងខ្យងមកបង្ហាញពីសមត្ថភាពរបស់ខ្លួនដែលជា Cruiser ដ៏អស្ចារ្យអីអញ្ចឹងទៅណាក្រោយមកតារាស្រីនឹងក៏ទេមកប្រាប់អ៊ីងខ្យងរបស់យើងថានាងត្រូវបានគេចាប់ចម្រិតដាក់នៅកន្លែងណាក៏មិនដឹងហើយក្មេងនឹងក៏បាននាំគ្នាដេញចាប់នាងទៀតអ៊ីងខ្យងក៏ថាអញ្ចឹងខ្ញុំរវល់សិនណានាងក៏បានខ្សឹបរួចហើយចាក់ចេញពីទីហ្នឹងទៅបន្តពីនោះ Rangi របស់យើងគាត់ក៏ឆ្លោះមើលអាកញ្ចក់ដែល Wuchi របស់យើងខំស្វែងរកអីហ្នឹងទៅឆ្លោះទៅក៏ឃើញថាមុខខ្លួនជាឆ្កែ Rangi ក៏ថាយើងសិស្សច្បងសិស្សប្អូនគ្នាខ្ញុំខំជួយស្វែងរកវត្ថុទាំងពីរហ្នឹងឲ្យឯងអាចជួយឲ្យខ្ញុំខ្លាចទៅជាមនុស្សបានអត់ Wuchi គាត់ថាទៅមិនរួចទេ Rangi ក៏និយាយថាឯងនេះប៉ិនកុហកណាអញ្ចឹងខ្ញុំទៅសួរលោក Hordam វិញ Wuchi ក៏ឆ្ងល់ថាហេលោក Hordam នៅមានជីវិត Rangi ក៏ប្រាប់ថាហ្នឹងហើយខ្ញុំឃើញនៅក្នុងរូបថតពេលដែលកន្លែងយើងទៅរកវត្ថុបុរាណណកំឡុងពេលនោះ Hordam របស់យើងគាត់ចូលមកហូបអីនៅក្នុងភោជនីយដ្ឋានមួយហើយឃើញមនុស្សស្លាប់ពេញនោះបាទមកហូបកន្លែងគេសម្រាប់គេតែហ្មង Wuchi ផ្ទាល់ក៏បានមកកន្លែងវត្ថុបុរាណនឹងវិញហើយក៏ឃើញរូបថតដើម្បីស្វែងរក Hordam ឃើញលោក Wuchi របស់យើងត្រូវទៅស្វែងរកមន្ត្រីថ្នាក់ខ្ពស់ម្នាក់នេះសិន Wuchi របស់យើងក៏បានមកជួបជាមួយនឹងមន្ត្រីថ្នាក់ខ្ពស់ម្នាក់នោះហើយក៏គំរាមសួរថាតើនៅឯណា Hordam គាត់មិនដឹងម៉ែ Hordam គាត់ដើរទៅពីអស់អញ្ចឹង Rangi របស់យើងវិញខឹង Wuchi ឥឡូវក៏មកធ្វើការកន្លែងដែលខ្លួនធ្លាប់ថើបមនុស្សស្រីម្នាក់នៅទីនោះ Rangi របស់យើងក៏ប្រទះឃើញ Hordam ខ្លួនក៏ព្យាយាមរត់ចាក់ចេញពីទីហ្នឹងប៉ុន្តែ Hordam ក៏ចាប់បាន Rangi របស់យើងគាត់ភ័យគាត់ចេះតែនិយាយទៅពីរឿងគាត់ចង់ខ្លាចជាមនុស្សអីអញ្ចឹងទៅ Hordam ក៏និយាយថាអូយើងអាចជួយឯងខ្លាចជាមនុស្សបានបើសិនជាឯងយកយ័ន្តពីក្នុងខ្លួន Wuchi ទាំងអស់មកឲ្យយើង Hordam ថាអូឱកាសល្អហើយតើ
ខ្លួនក៏យល់ព្រមអញ្ចឹងហោដាមរបស់យើងក៏ទៅស្វែងរកអ៊ូជីហោដាមផ្ទាល់គាត់ក៏បានមករកអ៊ីនខ្យុងហើយគាត់ក៏បំផ្លាញអ៊ីនខ្យុងរបស់យើងឲ្យទៅជាមនុស្សថ្មីហើយក៏បញ្ជាឲ្យអ៊ីនខ្យុងរបស់យើងនឹងយកវូឈីមកឲ្យគាត់ចំណែកអេដារ៉ាសៃម៉ាក់នឹងក៏ត្រូវបានហោដាមរបស់យើងវាប្រហាររោគរបួសជើងជាទម្ងន់ឥឡូវនេះទាំងអ៊ូជីរួមជាមួយនឹងហោដាមកំពុងតែស្វែងរកគ្នាអ៊ីនខ្យុងរបស់យើងផ្ទាល់កំពុងតែកំទេចហាងមួយដើម្បីយកសម្លៀកបំពាក់រួចហើយនាងក៏ហក់ចុះហក់ឡើងចឹងទៅក៏តាក់ទាញចំណាប់អារម្មណ៍វូឈីរ៉ាងយីរបស់យើងក៏ស្រែកស្វែងរកវូឈីក៏ថាមិនក៏ស្រែករកខ្ញុំអញ្ចឹងរ៉ាងយីគាត់ក៏ថាចង់អោបបន្តិចបាទអោបទៅក៏បានយកយ័ន្តទាំងអស់ចេញពីខ្លួនរបស់អ៊ូជីក៏ប្រទះឃើញអ៊ីនខ្យុងរបស់យើងរៀងចម្លែកខ្លួនក៏បានតាមអ៊ីនខ្យុងរ៉ាងយីរបស់យើងផ្ទាល់ក៏បានយកយ័ន្តទាំងអស់នឹងបកគោលមកឲ្យហោដាមក៏បានកំទេចយ័ន្តទាំងអស់នោះចោលហើយក៏ប្រាប់ទៅកាន់រ៉ាងយីថាឯងជាឆ្កែទៅតែឆ្កែអញ្ចឹងយើងមិនអាចជួយឯងខ្លាចទៅជាមនុស្សទេហើយយើងនឹងឲ្យឯងឃើញថាមិត្តភក្តិឯងស្លាប់ដោយសារតែអត់យ័ន្តនឹងវាយ៉ាងម៉េចអ៊ីនខ្យុងរបស់យើងក៏បានអង្គុយមើលលោកហោដាមបើកការវាប្រហារទៅលើអ៊ូជីហើយអ៊ូជីរបស់យើងគឺអត់មានយ័ន្តគឺគាត់ខ្សោយខ្លាំងមែនទែនមិនអាចវាយឈ្នះហោដាមបាននោះទេចំណែកអ៊ីនខ្យុងរបស់យើងដែលអត់ដឹងស្មារតីនេះក៏បានយកកញ្ចក់ពីក្នុងខ្លួនរបស់វូឈីយកមកឆ្លោះមើលកំឡុងពេលនោះវូឈីក៏នឹកឃើញសម្ដីរបស់គ្រូខ្លួនក៏ផ្ដាំថាអ៊ីនខ្យុងគឺជាអ្នកនាំឲ្យវូឈីចូលមកឈូសបើអ៊ីនខ្យុងរបស់យើងវិញឆ្លោះកញ្ចក់អញ្ចឹងទៅនាងក៏សាប់តែដឹងស្មារតីវិញមកព្រួយភ្ញាក់នឹងខ្លួនឯងអញ្ចឹងណាពីព្រោះអ្នកនៅក្នុងកញ្ចក់នឹងគឺជាទេវតាខ្លោយទឹកអញ្ចឹងទេវតាខ្លោយទឹកចាប់ជាតិនៅក្នុងខ្លួនរបស់អ៊ីនខ្យុងអញ្ចឹងវាគ្រោះថ្នាក់ខ្លាំងមែនទែនបើសិនជាអ៊ីនខ្យុងរបូតដៃគឺនាងនឹងធ្លាក់ស្លាប់វូឈីរបស់យើងផ្ទាល់គឺគាត់នៅសល់តែយ័ន្តមួយសន្លឹកប៉ុណ្ណោះគាត់ដើមក៏សួរថាឯងនឹងប្រើយ័ន្តនឹងជួយនរណាវូឈីរបស់យើងគាត់សុកចិត្តប្រើយ័ន្តនេះលះបង់ជីវិតជួយស្រីស្នេហ៍របស់ខ្លួនវូឈីក៏បានថើបអ៊ីនខ្យុងរបស់យើងមកសើតអ៊ីនខ្យុងឡើងមានអារម្មណ៍ថាដូចជាយល់សពអញ្ចឹងណាហើយលោកគ្រូសិលទាំង3ក៏បានមកដល់កន្លែងកាត់ហេតុគាត់ដើមក៏បានវាយប្រហារវូឈីពីក្រោយធ្វើវូឈីស្លាប់អណ្ដែតទឹកហើយដើមក៏បានយកខ្លុយមកកំណាត់ទៀតពីក្នុងខ្លួនរបស់វូឈីរួចហើយក៏បង្ខំឲ្យលោកគ្រូសិលទាំង3យ៉ាងហ្នឹងភ្ជាប់ខ្លុយទាំងពីរហ្នឹងបញ្ចូលគ្នាភ្លាមនោះមេក៏ចាប់ផ្ដើមបញ្ចេញពន្លឺអីអញ្ចឹងទៅពេលដែលខ្លុយនោះគុំរួចរ៉ាងយីរបស់យើងក៏បានគប់ថ្មមកកាន់គ្រូសិលទាំងអស់ហ្នឹងហើយប្រាប់ថាអ្នកទាំងអស់គ្នាគួរតែយល់អ្នកដែលសម្លាប់គ្រូរបស់ខ្ញុំគឺជាហោដាមពីព្រោះវាចង់បានខ្លុយមួយកំណាត់ទៀតឥឡូវវាសម្លាប់វូឈីដើម្បីយកខ្លុយមួយកំណាត់ហ្នឹងគ្រូសិលទាំង3ក៏ចាប់ផ្ដើមមានអារម្មណ៍ថាទំនងពួកគាត់ស្ទាក់ស្ទើរអត់ហ៊ានបកគលខ្លុយហ្នឹងទៅឲ្យហោដាមនោះទេហោដាមក៏ចង់វាយប្រហារសម្លាប់រ៉ាងយីរបស់យើងប៉ុន្តែដូចជាមាននរណាគេម្នាក់ហ្នឹងជួយវូឈីរបស់យើងជាអ្នកជួយតែអ្នកទាំងអស់គ្នាវូឈីគាត់ចាំយ័ន្តរបស់គាត់ក៏សរសេរយ័ន្តរបស់គាត់នៅក្នុងទឹកតែម្ដងវូឈីរបស់យើងមានជីវិតឡើងវិញលោកគ្រូហោដាមក៏បើកការវាយប្រហារទៅលើវូឈីអញ្ចឹងលើកនេះវូឈីគាត់អាចបំបាំងកាយធ្វើរឿងគ្រប់បែបយ៉ាងតទល់ជាមួយនឹងហោដាមបានគឺមិនបាច់ចាំប្រើយ័ន្តទេវូឈីក៏បានយកខ្លុយនោះចេញពីដៃរបស់លោកគ្រូសិលទាំង3នាក់នោះហើយនាំយកស្រីស្នេហ៍របស់ខ្លួនរត់ចាក់ចេញពីទីនេះវូឈីក៏បានបើក portal ហោដាមក៏បានចូលតាមរ៉ាងយីរបស់យើងគ្រូសិលទាំង3នោះក៏ចូលតាមដូចគ្នាប៉ុន្តែលោកគ្រូសិលម្នាក់ជាប់អញ្ចាំងដកជើងអត់រួចទេអញ្ចឹងពួកគេក៏ព្យាយាមជួយដកបាននាងពីអ៊ីនខ្យុងរបស់យើងផ្ទាល់បាននាងក៏សន្លប់ប្រហែលជាបុកអីឬមួយក៏ជួបឧបទ្ទវហេតុអីហើយហោដាមផ្ទាល់ក៏បានបង្កើតសង្គ្រាមតទល់ជាមួយនឹងវូឈីហោដាមក៏បានប្រើវេទមន្តភ្លើងរបស់ខ្លួនវូឈីរបស់យើងក៏បានប្រើវេទមន្តទឹកតទល់ជាមួយនឹងភ្លើងនោះយ៉ាងអស្ចារ្យហោដាមក៏បានចងខ្លួនរបស់វូឈីជាប់រួចហើយក៏យករថភ្លើងនឹងបំបែកភាគជាពីរដើម្បីសម្រាប់វូឈីតែវូឈីរបស់យើងដឹងថារថភ្លើងណាជារថភ្លើងខ្លាំងៗអញ្ចឹងហើយខ្លួនក៏គេចបានតែហោដាមក៏បានមកក្បែរវូឈីចាប់ក្បាត់វូឈីបុកជាមួយនឹងផ្ទាំងឈើជ្រុះខ្លុយនៅទីនោះគ្រូសិលទាំង3នាក់នឹងក៏បាននាំគ្នាយកខ្លុយនឹងត្រឡប់មកវិញប៉ុន្តែហោដាមក៏បានប្រើអត្តពលខ្យល់របស់ខ្លួនស្រូបដណ្ដើមយកខ្លុយនោះរ៉ាងយីរបស់យើងក៏បានប្រើសមត្ថភាពឆ្កែរបស់ខ្លួនហក់ខំយកខ្លុយនឹងរត់ប៉ុន្តែលោកគ្រូហោដាមក៏បានបើកការវាយប្រហារវាយរហូតដល់រ៉ាងយីយើងទៀតឥឡូវនេះលោកគ្រូហោដាមគាត់ទទួលបានខ្លុយនឹងដល់ពិតប្រាកដហើយគាត់ក៏ចាប់ផ្ដើមប្រើវេទមន្តផ្លុំខ្លុយតែខ្លុយនឹងបែរជាធ្វើឲ្យអ៊ីនខ្យុងរបស់យើងភ្ញាក់តែគោលបំណងរបស់គាត់តាមពិតទៅនឹងគាត់ចង់ឲ្យពលឹងវិញ្ញាណរបស់ Goblin នៅក្នុងអាថោវេទមន្តទាំងពីរនឹងចេញមកផ្លុំចុះផ្លុំឡើងមកសន្ទុះក៏ប្រទះឃើញអ៊ីនខ្យុងរបស់យើងយកដើមឈើໄວម្យ៉ាងចាក់សម្លាប់លោកគ្រូហោដាមកន្លែងហ្នឹងទើបពួកគេដឹងថាអញ្ចឹងទេវតាខ្លុយទឹកហ្នឹងគឺចាប់ជាតិនៅក្នុងខ្លួនរបស់អ៊ីនខ្យុងតើអ៊ីនខ្យុងនាងភ្ញាក់ព្រឺនាងដឹងខ្លួនវិញថាមិនក៏ខ្ញុំធ្វើរឿងហ្នឹងខ្ញុំអត់ដឹងអីទេហោដាមិនអស់ចិត្តចង់រើសខ្លុយហ្នឹងមកវិញតែរ៉ាងយីរបស់យើងទាត់ខ្លុយហ្នឹងឲ្យវូឈីកុំតិចម៉ត់តែម្ដងចំណែកឯផ្លិតរបស់លោកគ្រូហោដាមក៏ខូចដូចគ្នាវូឈីរួមជាមួយនឹងហោដាមបើការវាយប្រហារគ្នាអញ្ចឹងក៏សាប់តែសុកហ្នឹងវូឈីរបស់យើងភ្ញាក់មកវិញយល់សពពេលដែលលោកគ្រូរបស់ខ្លួនដាស់អ្នកនរគ្នាវូឈីគាត់ស្មានតែគាត់យល់សពមែនលោកគ្រូរួមជាមួយនឹងរ៉ាងយីហ្នឹងក៏បានឲ្យវូឈីរបស់យើងហ្នឹងផឹកតែពេលដែលផឹកតែវូឈីក៏ប្រទះឃើញអាស្រាបែកហ្នឹងវូឈីក៏ចាំវូឈីក៏បានលើកព្រួញបាញ់ចំមកប្រអប់ក្តារនោះក៏ប្រទះឃើញថាក្តារហ្នឹងគឺជាការប្រែកាយរបស់ហោដាមរួចហើយហោដាមក៏បាននាំវូឈីចេញពីការបំភាន់ភ្នែករបស់ខ្លួនជាចុងក្រោយហោ
ដើមគាត់រងរបួសធ្ងន់ធ្ងរណាស់មិនអាចតបតបានទេគ្រូសិលទាំង3ក៏បានស្រូបយកពលឹងវិញ្ញាណរបស់ហោដើមចូលទៅក្នុងរូបគំនូរាងយីរបស់យើងក៏បានសុំទោសវូឈីហាកុំកាន់ទោសពេកអីសារគ្នាចង់ខ្លាចជាមនុស្សពេកវូឈីថាបើចង់ខ្លាចជាមនុស្សជារឿងមួយយ៉ាងទេតែត្រូវដឹងភេទខ្លួនឯងសិនឯងគឺជាឆ្កែញីទេណាឮសូនអញ្ចឹងរាងយីក៏និយាយថាមែនងាប់ហើយបន្តពីនោះអ៊ីនខ្យងរបស់យើងក៏ខ្លាចជាតារាសម្ដែងអ្នកដឹកនាំរឿងស្ងាត់សរសើរចំពោះការសម្ដែងរបស់នាងខ្លាំងមែនតែនតារាស្រីនឹងក៏មកដល់ភ្លាមថាណែនាងអ៊ីនខ្យងនាងឯងដណ្ដើមកិត្តិនាមដណ្ដើមតួនាទីតួអង្គរបស់យើងពេលចូលមកដល់នឹងក៏បានជួបជាមួយនឹងរាងយីហើយរាងយីមិនជាអ្នកចាប់ចម្រិតគាត់ហ៎តារាស្រីនឹងក៏ហៅប៉ូលីសនេះម្នាក់នេះជាអ្នកចាប់ចម្រិតខ្ញុំវូឈីអ៊ីនខ្យងរួមជាមួយនឹងរាងយីក៏ចូលទៅក្នុងបន្ទប់សុំផ្លាស់កៅអៅសិនប៉ុន្តែអត់ទេពួកគេទាំង3នាក់ចូលទៅក្នុងរូបថតនេះទៅលេងសមុទ្រជុំគ្នាតែម្ដងហើយសមុទ្រដែលពួកគេមកលេងនឹងគឺជាសមុទ្រដែលវូឈីរបស់យើងនឹងបានបង្ហាញអ៊ីនខ្យងរបស់យើងតាំងពីដើមរឿងអញ្ចឹងរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដាក់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូចជាខ្ញុំសូមអរគុណសូមជម្រាបលា